សួស្តីប្រិមិត្តវិលមកជួបគ្នាជាថ្មីហើយខ្ញុំនឹងឆ្លើយសំណួរបងប្អូនមុននឹងចូលដល់វគ្គនេះខ្ញុំដាក់ចំណងជើងនៃអត្ថបទនេះថាយើងកុំឲ្យចាញ់ឆោតធ្វើបាបតែគ្នាយើងបើយើងពិតជាចង់ការពារជាតិយើងកុំចេះតែងាកជឿតាមគេកាលណាយើងចូលកាលណាយើងល្ងងកាលណាយើងអួតយើងចាញ់បោកគេកុំធ្វើបាបខ្មែរគ្នាឯងកុំធ្វើបាបខ្មែរគ្នាឯងដែលខ្ញុំនិយាយពាក្យថាអ្នកណាក្បត់ជាតិទេដែលខ្ញុំនិយាយអំពីពាក្យរលំរលាយទេខ្ញុំអត់ទេខ្ញុំនិយាយអំពីថាបើយើងខ្សោយតង់ណាខ្ញុំចង្អុលណាចង្អុលមកជេរខ្ញុំធ្វើស្អីបើខ្ញុំគ្រាន់ចង្អុលបង្ហាញតាណាខ្ញុំគ្រាន់តែចង្អុលបង្ហាញទេណាឃើញទេដូច្នេះហើយគឺខ្លួនឯងនឹងចេះហើយមនុស្សដែលគ្មានជំនាញក្នុងកងទ័ពទេបែរទៅជាខំប្រឹងផ្សាយអំពីកងទ័ពអត់មានជំនាញខាងកងទ័ពទេហើយអត់អាប់ដេតព័ត៌មានឧទាហរណ៍តែខ្ញុំធ្លាប់ច្បាំងកាលពី47ឆ្នាំមុនងាប់ហើយឥឡូវខុសគ្នាឆ្ងាយណាត្រូវអាប់ដេតចំណេះដឹងយើងមិនមែនយើងចេះច្បាំងមក40ឆ្នាំមុនមកច្បាំងកើតសម័យឥឡូវទេណាហើយយើងត្រូវយល់អំពីគូប្រកួតរបស់យើងអ្នកនៅពីមុខយើងជាអ្នកណាគេជាតបព្រៃដូចយើងឬក៏គេជាតបវិន័យណាបើយើងធ្លាប់ជាតបព្រៃហើយយើងទៅច្បាំងជាមួយតបវិន័យយើងត្រូវដឹងពីតបវិន័យហើយបើយើងជាតបវិន័យហើយយើងទៅច្បាំងជាមួយតបព្រៃវាតលតែយើងសិក្សាហើយបើយើងនិយាយអំពីការសម្អាតចោរកម្មយើងត្រូវដឹងថាចោរកម្មហ្នឹងគេមានមុខសញ្ញាអីឧទាហរណ៍ដូចជាហេដ្ឋារចនាសម្ព័ន្ធហេដ្ឋារចនាសម្ព័ន្ធអត់មានចាំបាច់ឲ្យមនុស្សមកស៊ើបទេអត់មានចាំបាច់ឲ្យមនុស្សមកថតទីតាំងយើងទេអត់មានចាំបាច់ទេបើវាលំបាកដល់ប៉ុណ្ណឹងនោះអញ្ចេះវាមានណាបងប្អូនឧទាហរណ៍ថារោងចក្រនុយក្លេអ៊ែរនៅអ៊ីរ៉ានហើយគេចង់ដឹងថារោងចក្រហ្នឹងវាមានស្អីនៅក្នុងហ្នឹងអាហ្នឹងគេដាក់ចារៈបរោះឲ្យទៅយកការតែបើកន្លែងពិសោធន៍នុយក្លេអ៊ែររបស់អ៊ីរ៉ានគេអត់ចាំបាច់ដាក់មនុស្សចូលទៅទេគេថតពីលើឃើញរោងចក្រផលិតសព្វាវុធគេអាចថតឃើញរោងចក្រតែគេអត់ដឹងថារោងចក្រហ្នឹងវាមានរបៀបបែបណាទេអាហ្នឹងគេដាក់មនុស្សទៅថតណាស្ពេនគេអត់ចាំបាច់ដាក់មនុស្សទៅថតទេអូខេអាគាររដ្ឋបាលគេអត់ចាំបាច់ដាក់មនុស្សទៅថតទេគេអត់ដែលយកមនុស្សទៅថតទេអូខេចុះទីតាំងកំភ្លើងធំទីតាំងកំភ្លើងធំគេអត់យកមនុស្សទៅតាមដានឥឡូវនឹងថៃវាដាក់កំភ្លើងធំនៅស្រះកែវបែរមុខទៅជើងបអត់ទេគេឈប់ហើយអស់ហើយគឺគេប្រើអេឡិចត្រូនិកណាគេប្រើអេឡិចត្រូនិកដែលអេឡិចត្រូនិកហ្នឹងគេរកឃើញពីដើមយើងមានតែកែវឆ្លោះហើយនឹងយើងកត់ហើយយើងគិតលេខនៅលើกระดาษឥឡូវអត់ទេកែវឆ្លោះហ្នឹងវាប្រាប់យើងណាវាប្រាប់យើងដូច្នេះហើយគឺថាវាហួសសម័យហើយយើងមកកាប់សម្លាប់គ្នាយើងណាយើងមកចោទគ្នាយើងមកធ្វើបាបគ្នាយើងធ្វើស្អីណាឈប់ទៅអូខេអាហ្នឹងអញ្ចឹងណាបងប្អូនយើងឈប់ទៅយើងចេះតែយករឿងល្ងងខ្លៅមកធ្វើបាបគ្នាយើងណាអាហ្នឹងយើងវាធ្វើបាបគ្នាយើងច្រើនឯការដែលយើងធ្វើបាបគ្នាយើងនឹងហើយយើងបំផ្លាញគ្នាយើងឧទាហរណ៍ដូចថៃវាយកមកឲ្យ
ចាប់ក្មេងប្រុសម្នាក់ថាជាចារៈបរោះ Anh nói thầy tôi cầm phình hơi. Mà tay phải tiếp con chả lan chắc lại làm một phình hơi. ឃើញទេ Anh nói thằng nó mai ơi. Cái tay trên mấy trăm mai hả? Phình chắc lại ti. Luôn mà là hốt. Anh đi cho nó. À tay mà phải đó có thấy. បងប្អូនជឿថាអ្នកកាន់អាវុធដែលចាប់គេនឹងចេះសួរចម្លើយទេ Phải mà ho lên. Anh nói thầy tôi cầm phình hơi. Mà tay phải tiếp con chả lan chắc lại làm một phình hơi. Anh nói thằng nó mai ơi. Cái tay trên mấy trăm mai hả? Phình chắc lại ti. Luôn mà là hốt. ឃើញទេបងប្អូន À tay mà phải đó có thấy. ណាបងប្អូនគិតថាក្មេងម្នាក់នឹងជាចារៈបរោះហ៎បងប្អូនឃើញមុខអញ្ចឹងវាចារៈបរោះហ៎វាស្ពាយ GPS មកចុចឲ្យស្អីបងប្អូនណាយើងកំពុងតែលងនៅក្នុងភាពងងឹតយើងធ្វើបាបតែខ្មែរគ្នាយើងធ្វើបាបគ្នាទេណាបន្ទាប់មកទៀតយើងជន់ភៀសខ្លួនគេចុចស្អីមួយនៅនឹងអាវយើងហើយស្រាប់តែហ៊ានមកឃើញឲ្យយកយើងទៅបាញ់ចោលជួនកាលអាប្រដាប់ដែលចុចហ្នឹងដើម្បីសម្លាប់ឲ្យយើងនឹងផុងខ្លួនធ្វើបាបគ្នាយើង you know there is no science there is no justice system យើងអត់មានវិទ្យាសាស្ត្រទេយើងស្លាប់អីមកចាប់នេះចងចុះឲ្យណាបងប្អូនណាយើងធ្វើបាបគ្នាយើងឲ្យមុខវាអញ្ចឹងវាចារកិច្ចស្អីវាអូយអញណាវាមកម៉ែថាឯងធ្លាប់ជួបជាមួយម៉ែឯងអត់ជឿអ្នកដែលសួរចម្លើយគេនឹងគ្មានបានរៀនខាងសួរចម្លើយទេធ្វើបាបគ្នាខ្ញុំឃើញអញ្ចឹងខ្ញុំថាលាយហើយឲ្យតែចោតចាប់នឹងគឺបងប្អូនអើយមានសល់ទេនឹងហើយដែលសម័យប៉ុលពតវាអាលុំក្រែងណាសម័យប៉ុលពតវាដួលរលំណាវាដួលរលំដោយសារអីដោយសារចេះតែងាកទៅខ្មាំងណាហើយអាអ្នកដែលចោតគេនឹងអត់មិនមែនជា train person មិនមែនជាមនុស្សដែលមានការចេះដឹងខាងសួរចម្លើយខាងសើអង្កេតអីទេគឺមកទាំងឆៅហ្មងធ្វើបាបគេណា we need love we need peace we need education we need science ណា we need human rights ណាបើសិនណាជាស្អីហ្នឹងវាចេះតាលំមលាយនោះស្រុកអាមេរិកនោះវាមិនក៏រស់កើតណាហ្នឹងត្រង់ហ្នឹងបងប្អូនអើយអាណិតណាបាទTay trong đó thang lôi chai vô lôi chaiក្មេងណាស់លោកអើយអាណិតណាហើយវាមានអ្នកគេហៅថាអីប្រមូលលុយដើម្បីវិរៈកងទ័ពគ្នានៅខាងមុខនោះប្រាប់ថាអត់ដែលបានមីមកកញ្ចប់ទេណាហើយអាសក់ក្រហមនេះ2ដងហើយរាជការនៅខ្វាក់ភ្នែកអត់ឃើញទេរាជការនៅខ្វាក់ភ្នែកអត់ឃើញទេឲ្យធ្វើដដែលមនុស្សដដែលបោកប្រាស់កេងប្រវាញ់ណាអាសក់ក្រហមនេះ2ដងឥឡូវ2ដងហើយបងប្អូនរាជការនៅធ្វើខ្វាក់ណាបងប្អូនអត់មានប្រព័ន្ធទេបងប្អូនអើយ
nơi khang mục nó phép thà ọt miên ban mi ta mà cái chọc nè ọ con khmui anh nát nè lúc ơi anh nát nè you know I am so pity of the suffering nè I want peace nè anh ăn chẳng ọt miên tê bong phổ ôn dương thơ tập bạp khné ai nâng tí ở hai bong phổ ôn ơi nè ở hai lời mơ sầm đại không san còn miên ai ở đây còn miên ai để đại không san ឥឡូវនេះឆ្លើយឆ្លងជាមួយបងប្អូនខ្ញុំមិនអធិប្បាយនៅក្នុងទីនេះទេសេចក្តីឆោតល្ងងយើងបំផ្លាញខ្លួនឯងពេលមានអាសន្នយើងអត់ចេះស្រឡាញ់ខ្មែរនេះឯងទេពេលមានអាសន្នយើងអត់ចង់ដឹងការពិតទេការពិតវាជួយយើងឲ្យបានសុខបើយើងចេះតែជឿទៅលើរឿងងងឹតងងល់យើងបានតែសេចក្តីទុក្ខទេយើងបានតែសេចក្តីទុក្ខទេណាយើងបានតែសេចក្តីទុក្ខទេណាយើងបានតែសេចក្តីទុក្ខទេបងប្អូនអានឹងអញ្ចឹងណាលោកគ្រូមើលទៅលើកនេះបែបមិនងាយឆាប់ចប់ទេសៀមវាដើរក្រឡារឿងនេះបើមានមហាអំណាចណាគៀបសង្កត់ឲ្យឈប់បាញ់វាអាចឈប់បាញ់តែវានឹងវិលមកវិញអត់សក់ទេវាវិលមកវិញណាបើមានការគៀបសង្កត់ណាថាឲ្យឈប់បាញ់វាឈប់បាញ់ប៉ុន្តែវាវិលមកវិញរឿងនេះជារឿងផ្ទាល់ខ្លួនរវាងកងទ័ពនិងថៃនិងលោកហ៊ុនសែនខ្ញុំមិនបានទៅដាក់បន្ទុកលើគាត់ទេតែរឿងនេះគឺពិតអញ្ចឹងណាបងលីអរគុណហើយចៅព័ត៌មានណាខ្មែរចិត្តត្រូវគ្នាវិញហើយបើត្រូវគ្នាវាតតែយើងមានច្បាប់មានសេចក្តីយុត្តិធម៌និងមានសេរីភាពក្រៅពីហ្នឹងវាអត់មានអាចនឹងត្រូវគ្នាកើតទេកូនណាអញ្ចឹងចៅឯងប្រាប់តាហ្នឹងចៅឯងប្រហែលជាយល់ខុសទេអត់ត្រូវគ្នាទេព្រោះបើវាគ្មានយុត្តិធម៌គ្មានសេរីភាពគ្មានការស្រឡាញ់គ្នាណាឈប់ធ្វើបាបគ្នាវាដែលមានត្រូវគ្នាហ្មងកូនណាកូនឯងទៅត្រូវជាមួយគេខោកនោះអូខេអញ្ចឹងកូនឯងនៅខ្សោយណាកូនជឿតែគេភូតទេណាចាសិងពេលណាខ្មែរឈប់ក្រគឺនៅពេលខ្មែរបន្តខ្ជិលបន្តដើរសុំទានគេបន្តពឹងមេដឹកនាំឲ្យផ្ដាល់មកកញ្ចប់មកយួរបន្តខ្ចីគេខ្មែរឈប់ក្រណាចម្លើយគឺពេលណាខ្មែរនៅតែបន្តខ្ជិលបន្តអត់ចេះរៀនបន្តអង្គុយចាំគេឲ្យមកកញ្ចប់បន្តតែខ្ចីលុយគេចាយអានឹងខ្មែរយើងឈប់ក្រអាចារ្យណានឹងបើចៅចង់ដឹងហើយចៅយកទៅគិតទៅចម្លើយតាកុំតន់អាលជឿណាកូនណាអូខេអានឹងអញ្ចឹងលោកតាយល់យ៉ាងណាប្រសិនបើជាសម្ដេចហ៊ុនម៉ាណែតជាអ្នកគ្រប់គ្រងប្រទេសដោយផ្ទាល់ដោយមិនត្រូវការជំនួយពីសម្ដេចហ៊ុនសែនសម្ដេចហ៊ុនម៉ាណែត
លោកមិនបានសុំជំនួយពីសម្ដេចហ៊ុនសែនទេតែសម្ដេចហ៊ុនសែនលោកកាងត្រួតត្រាទាំងអស់ក្នុងឋានៈសម្ដេចហ៊ុនម៉ាណែតជាកូនមិនដឹងនិយាយថាម៉េចទេបើឪពុកត្រួតត្រាក៏ព្រមជាមួយគ្នាទៅណាកូនណានឹងអញ្ចឹងជំរាបសួរលោកតាពីវគ្គមុនសូមពន្យល់រឿងចុច GPS ទម្លាក់ក្របបែក F16 សូមពន្យល់ដូចតទៅណាចាណាសូមពន្យល់ដូចតទៅអូខេសូមពន្យល់ដូចតទៅនិយាយពីរឿងចុច GPS ដើម្បីចង្អុលបង្ហាញណាដំបងបំផុតយន្តហោះប្រភេទ F16 ក្តីប្រភេទ JAS 39 Gripen របស់ប្រទេស Sweden ក្តីមិនត្រូវការនរណាចុចចង្អុលទេអត់មាននរណាចុចចង្អុលទេរបស់ដែលត្រូវការគេប្រើប្រាស់នៅក្នុងពេលគេធ្វើការបាញ់ប្រហារនិងទម្លាក់គ្រាប់បែកយន្តហោះ F16 ប្រើបច្ចេកវិទ្យាដូចតទៅទី1គេហៅថា laser guidance ណា laser guidance គឺគេធ្វើឡើងតាមរយៈយន្តហោះសង្កេតការតាមរយៈយន្តហោះសង្កេតការឬតាមរយៈយន្តហោះដៃគូបើ F16 វាហោះទៅ2អាមួយឈ្ងោកចុះទៅចង្អុលបង្ហាញអាមួយទៅពីក្រោយទម្លាក់គ្រាប់បែកដោយគ្រាប់បែកនោះភាគច្រើនគឺវាទម្លាក់ពីចម្ងាយទៅវារត់ទៅគោលដៅនឹងប្រើ laser guidance ណាគេប្រើរបៀបនេះនៅពេលដែលកងទ័ពទាំងសងខាងនៅជិតគ្នាពេកដោយសារកងទ័ពទាំងសងខាងនៅជិតគ្នាពេកដើម្បីកុំឲ្យធ្លាក់ខុសគេត្រូវប្រើ laser guidance គឺចង្អុលដោយកាំរស្មីនៅពេលដែលគេចង្អុលដោយកាំរស្មីនោះកាំរស្មីដែលបាញ់ពីលើហើយនឹងកាំរស្មីនៅកងទ័ពឧទាហរណ៍ថាកងទ័ពកំពុងតែបាញ់គ្នាកំភ្លើងដៃទល់មុខគ្នាថៃនិងខ្មែរហើយថៃវាចង់ទម្លាក់គ្រាប់បែកទៅលើខ្មែរនៅមុខវាប្រហែល300ម៉ែត្រឬក៏នៅក្នុង200ម៉ែត្រវាចង្អុលបង្ហាញឧទាហរណ៍ថាខ្ញុំនិយាយម្ដងទៀតឧទាហរណ៍ថាខ្មែរកងទ័ពខ្មែរឡើងមកមកក្រុមអញ្ចឹងកងទ័ពថៃនៅពីមុខអញ្ចឹងដែរឬក៏កងទ័ពខ្មែរនៅស្ងៀមកងទ័ពថៃវាចូលទៅដូចថាកងទ័ពខ្មែរនៅប្រាសាទតាកបីឧទាហរណ៍ណាហើយកងទ័ពថៃវាឡើងទៅដល់ពេលវាឡើងទៅខ្មែរក៏បាញ់មកថៃក៏បាញ់ទៅណាប៉ុន្តែខ្មែរវាអង្គុយស្ងៀមខ្មែរវាអង្គុយនៅក្នុងលេនដ្ឋានមានកំភ្លើងយន្តមានអីបាញ់ចំណែកថៃវាអត់មានលេនដ្ឋាននេះវាលូនឡើងទៅហើយតបនឹងតបហ្នឹងវានៅចម្ងាយប្រហែលជា100ទៅ200ម៉ែត្រពីគ្នាបាញ់គ្នានៅពេលហ្នឹងខាងខ្មែរហ្នឹងមានកំភ្លើងត្បាល់អាកំភ្លើងញាត់ក្របកណ្ដុងហ្នឹងអាហ្នឹងកាលណាចិត្តគ្នាទៅបាញ់កំភ្លើងត្បាល់ទាំងទុំអញ្ចឹងទៅហើយចំណែកខាងថៃនេះវាឡើងទៅវាមានកំភ្លើងត្បាល់វាមានកំភ្លើងត្បាល់វាដែរព្រោះកំភ្លើងត្បាល់សម្រាប់បាញ់ណាកាលណាវាបាញ់កំភ្លើងត្បាល់អញ្ចឹងវាបាញ់ទៅបាញ់មកឧទាហរណ៍ថាវាជាប់គ្នាខ្លាំងមែនទែនត្រូវការយន្តហោះមកទម្លាក់ឬក៏យន្តហោះមកជួយបាញ់ចម្ងាយប្រហែលជា200ម៉ែត្រពីគ្នាគឺយន្តហោះអាចទម្លាក់គ្រាប់បែកប៉ះឧទាហរណ៍ទៅសៀមវាហៅ F16 មកបើវាហៅ F16 មកហើយ F16 វាមកដល់វាមើលឃើញចំណុចហើយកងទ័ពថ្មើរជើងសៀមនឹងត្រូវបាញ់កាំរស្មីឲ្យគេហៅ laser guidance ណាបាញ់កាំរស្មីឈុច
កាមេរ៉ាថ្មីទី1គឺបង្ហាញយន្តហោះ F16 នេះឲ្យដឹងថាតបមិត្តណាទាហានដែលជាមិត្តជាគ្នាឯងនៅកន្លែងណាកុំឲ្យច្រឡំទម្លាក់ព្រោះមើលឯកសណ្ឋានអត់ដឹងថាខ្មែរអត់ដឹងថាថៃទេទី2ត្រូវឲ្យគោលដៅទៅយន្តហោះគឺប្រើ laser បាញ់កាមេរ៉ាថ្មីទៅយន្តហោះហ្នឹងគេមាន on board calculator គេដឹងថាពីចំណុចតបថៃហើយនឹងចំណុចតបខ្មែរហ្នឹងវាជិតគ្នាពេកគេប្រាប់ទៅវិញថាអត់ទម្លាក់ទេអត់អាចទម្លាក់ក្របបានទេទម្លាក់ទៅត្រូវគ្នាឯងណាបើសិនណាជាគេវិនិច្ឆ័យទៅក្នុង computer on board calculate អា laser point ហ្នឹងត្រូវថាវាអាចទម្លាក់បានទើបយន្តហោះហ្នឹងវាទៅទម្លាក់អានោះគឺជាវិធីមួយដែលគេហៅភាសាធម្មតាគេហៅថាចង្អុលបង្ហាញគោលដៅអាហ្នឹងគេហៅ laser guidance អត់មានចុច GPS អីដូចយើងនិយាយទេអូខេហ្នឹងគេហៅចង្អុលខ្មែរយើងហៅថាចង្អុលអូខេអាហ្នឹងមួយទៀត GPS INS guidance ណាគឺប្រើការណែនាំដោយ GPS និងដោយ INS guidance អាហ្នឹងគឺជាចំណុច coordinate ដែលត្រូវទម្លាក់គ្រាប់បែកឬត្រូវបាញ់ណាតែ GPS និង INS guidance ហ្នឹងវាមិនមែនមនុស្សចុចទេផ្កាយរណបទេដើម្បីផ្កាយរណបហ្នឹងចង្អុលឲ្យចាំគោលដៅនឹងបាន on board computer នៅក្នុងយន្តហោះហ្នឹងវាមានdata link ដែល data link ហ្នឹងវាគិតថាតើកន្លែងដែលត្រូវទម្លាក់នៅតាណាហើយវាក៏នាំអ្នកបើកយន្តហោះហ្នឹងឲ្យទៅដល់កន្លែងដែលត្រូវទម្លាក់ឬត្រូវបាញ់នឹងមួយទៀត GPS និង INS guidance ហ្នឹងវាតាក់ទងទៅផ្កាយរណបមែនប៉ុន្តែវាតាក់ទងទៅ AWACS system AWACS system គឺជាយន្តហោះមួយដែលអត់ច្បាំងទេយន្តហោះហ្នឹងអាចហោះ50គីឡូម៉ែត្រពីកន្លែងច្បាំង80គីឡូម៉ែត្រពីកន្លែងច្បាំង100គីឡូម៉ែត្រពីកន្លែងច្បាំងជាយន្តហោះដែលយើងអត់មានឃើញកំភ្លើងឃើញគ្រាប់បែកអីទេបើបោះអាមេរិកវិញជាយន្តហោះដែលមានអង្តែននៅខ្នងតែបើថៃវាប្រើយន្តហោះរបស់វាប្រើ AWACS របស់ស៊ុយអែតពេលដែលយន្តហោះ F16 ហោះទៅទម្លាក់នៅប្រទេសកម្ពុជាយើងបើយើងឃើញយន្តហោះទាំងពីរណាមិនមែនពីរទេវាមានយន្តហោះមួយឬពីរទៀតនៅក្នុងដែនអាកាសថៃដែលមិនមែនជាយន្តហោះចម្បាំងទេវាជា AWACS ប៉ុន្តែវាអត់មានអង្តែននៅលើខ្នងទេវាអត់មានអាកាសអង្តែននៅលើខ្នងទេវាជាប្រភេទ AWACS ដែរប៉ុន្តែអង្តែនវានៅច្រមុះណាអង្តែនវានៅច្រមុះអញ្ចឹងវាតាក់ទងទៅផ្កាយរណបវាចង្អុលបង្ហាញនៅពេលហ្នឹង on board computer របស់ F16 ឬ Gripen ហ្នឹងវាទទួលបានវាទៅទម្លាក់អត់មានមនុស្សចង្អុលទេអាហ្នឹងបច្ចេកវិទ្យាទី2បច្ចេកវិទ្យាទី3 infra ឬក៏ជា electro optical guidance ណា infra ឬក៏ជាណា electro optical guidance អាហ្នឹងបច្ចេកវិទ្យាទី3ដែលវាប្រើភាគច្រើនទម្លាក់ទៅលើវាលយន្តហោះទម្លាក់ទៅលើក្បួនរថយន្តកំពុងតែធ្វើសកម្មភាពបើរថយន្ត20គ្រឿងកំពុងតែធ្វើដំណើរលើផ្លូវដែលរថយន្តហ្នឹងវាជា moving target វាជាគោលដៅដែលធ្វើចលនាអញ្ចឹងគេប្រើ infra និង electro optical guidance ដើម្បីនាំគ្រាប់ចេញពីយន្តហោះឲ្យចំគោលដៅអត់មានមនុស្សទេហើយអា infra electro optical ហ្នឹងគេវាអាស្រ័យទៅលើយន្តហោះបើតាមខ្ញុំស្រាវជ្រាវ
យន្តហោះ F16 របស់ថៃដែលមានហ្នឹងអត់មាន infra electro optical ទេអត់មានទេតែយន្តហោះរបស់ Sweden ដែលថៃមាន JAS 39ណាអាហ្នឹងមាន infra អូខេ infra នេះគឺសម្រាប់បំផ្លាញក្បួនរថយន្តច្រើនរថយន្ត410នៅលើផ្លូវដែលវាពងដឹកភ្លើងអីណាហ្នឹងមួយទៀតគឺ infra electro optical នេះសម្រាប់បំផ្លាញរថក្រោះបំផ្លាញរថយន្តនៅលើថ្នល់ពេលយប់ដាក់ទៅគឺអត់មានចេះខុសទេដាក់ទៅត្រូវណាដាក់ទៅត្រូវក៏ប៉ុន្តែបើសិនណាជាយក infra electro ហ្នឹងទៅប្រើលើកងទ័ពបើកងទ័ពកំពុងតែមានផ្សែងណាមានផ្សែងឬក៏អាកាសធាតុចុះអាប់អាហ្នឹងវាអត់ត្រូវទេហ្នឹងបច្ចេកវិទ្យាទី3បច្ចេកវិទ្យាទី4គឺ radar guidance system ភាគច្រើន F16 អត់ប្រើទេ Gripen ក៏អត់ប្រើដែរបច្ចេកវិទ្យានេះសម្រាប់ប្រើតែលើកំជ្រួចរ៉ុកែតដែលមានទំហំចាប់ពី220មីលីម៉ែត្រទៅអាហ្នឹងជា radar guidance ឧទាហរណ៍ដូចជា PHL03 របស់កម្ពុជាអាចមានប្រើឬក៏R4 និង R3 របស់ថៃហ្នឹងមានប្រើតែភាគច្រើនគឺពេលដែលគេប្រើ radar guidance ហ្នឹងគេប្រើសម្រាប់បាញ់ពីទីវាលទៅកាន់ទីវាលតែយន្តហោះមិនប្រើទេណាយន្តហោះមិនប្រើទេចំណុចទាំង4នេះណាចំណុចទាំង4នេះគេប្រើដោយប្រុងប្រយ័ត្នទៅតាមកាលរបស់គេថៃ F16 របស់វាជំនាន់ទី1ខ្ញុំអត់ដឹងទេប៉ុន្តែជំនាន់ទី2យន្តហោះ F16 របស់ថៃមាន PODS ស្អីទៅ PAD ណាស្អីទៅ PAD អូខេណាបងប្អូនឧទាហរណ៍ទេណាអានេះរូបឧទាហរណ៍ទេរូប AI ទេ AI image ទេបងប្អូនឃើញអានេះជាក្របបែកណាអានេះជាក្របបែកប៉ុន្តែយន្តហោះមួយចំនួនវាមានពកអញ្ចឹងប៉ុន្តែមិនមែនក្របបែកទេវាជាស្លាបរបស់យន្តហោះដែលគេហៅថា pod ណា pod ហ្នឹងនៅក្នុង pod ហ្នឹងវាអត់មានក្របបែកវាអត់ទម្លាក់បានទេវាជា electronic device ដែលនាំក្របពីយន្តហោះហ្នឹងឆ្ពោះទៅកាន់គោលដៅអញ្ចឹងយន្តហោះ F16 របស់ថៃអាជំនាន់ទី2របស់វាហ្នឹងមាន pod ហ្នឹងគឺវាជួយតាក់ទងទៅ AWACS របស់ Sweden ស៊ុយអែតណាសៀមវាទិញ AWACS ហ្នឹងមក AWACS តូចទេមិនធំទេមិនមែនយន្តហោះធំដូចអាមេរិកទេប៉ុន្តែ AWACS ហ្នឹងគេ join link គេ interlink ជាមួយគ្នាសម្រាប់នាំគ្រាប់ទៅកាន់គោលដៅអាហ្នឹងសៀមវាប្រើអូខេសៀមវាប្រើអានោះនឹងចំពោះ F16 ជំនាន់ទី2រីឯចាប់មនុស្សហើយចោទប្រកាន់ថាជាចារបុរសគឺក្នុងបច្ចេកវិទ្យាសង្គ្រាមសប្តាហ៍ថ្ងៃគឺជាការចាប់មនុស្សខុសច្រើនជាងត្រូវគឺខុសច្រើនជាងត្រូវណានឹងចំពោះយន្តហោះចំពោះបេសកកម្មយន្តហោះគឺខុសច្រើនជាងត្រូវអាហ្នឹងអញ្ចឹងខុសច្រើនជាងត្រូវហើយបើចំពោះ BM21 វិញ BM21 អត់នៅស្ងៀមទេ BM21 គឺ
អត់នៅស្ងៀមទេបើបាញ់ហើយត្រូវរត់ដូច្នេះហើយអាអ្នកទៅចុចគោលដៅឲ្យហ្នឹងក៏គ្នាមានរត់តាមឡានបានណាអញ្ចឹងបើចាប់អ្នកស្រុកថាជាចារៈបរោះអាហ្នឹងក៏ខុសហើយចុះឃ្លាំងក្របរបស់កងទ័ពអាហ្នឹងបានបើសិនជាឃើញជនសង្ស័យទៅក្រវ៉ែលចិត្តឃ្លាំងក្របអាហ្នឹងយើងចាប់ចុះវាអាចជាចារៈបរោះប៉ុណ្ណឹងជូនប៉ុណ្ណឹងជូនជាចម្លើយប៉ុណ្ណឹងអូខេនឹងចំពោះជននេះដែលចង់ដឹងប្រាប់ប៉ុណ្ណឹងអូខេនឹងរឿងហ្នឹងMassachusetts សួស្ដីMedia that Khmer Saran provide exact coordinate to Khmer soldier. That is why they could hit that site. It's not true. អ្នកដែលផ្សាយហ្នឹងមានគំនិតចង់បំបែកបំបាក់ថៃឲ្យថៃវាសង្ស័យលើខ្មែរសុរិនខ្ញុំសូមជម្រាបខ្មែរសុរិនរស់នៅជាមួយសៀមយូររហូតដល់កូនខ្មែរសុរិនឡើងរហូតដល់ផ្កាយ4នៅក្នុងកងទ័ពតាំងពីខ្ញុំកើតដឹងក្តីមកខ្ញុំមិនដែលឃើញខ្មែរសុរិនខ្មែរបូរីរាមខ្មែរស៊ីសាកេតខ្មែរចន្ទបុនខ្មែរបច្ចឹមណាខ្មែរត្រាតមិនដែលឃើញខ្មែរណាមួយคล้ายទៅជាឧបករណ៍បំរើសម្ដេចនរោត្តមសីហនុបំរើលន់នល់បំរើប៉ុលពតបំរើហេងសំរិនបំរើយួនបំរើហ៊ុនសែនខ្ញុំមិនទាន់ដែលឃើញអាយុ73ស្អែកខានស្អែកហើយវាមិនដែលបានឃើញដូច្នេះយោងទៅតាមបទពិសោធន៍របស់ខ្ញុំដែលរស់នៅថៃខ្ញុំជឿថាសន្តិសុខជាតិថៃអត់ភ្លើតាមអាភ្លើនៅ Facebook ហ្នឹងទេអាអ្នកដែលខំប្រឹងបំបែកថៃហ្នឹងវាភ្លើជាងថៃដល់បានទេនៅក្នុងកងទ័ពថៃភាគខាងភាគ1ខាងภาคที่1ภาคที่2ខាងយោធភូមិភាគទី1 the first military MR ណា first MR second MR ភូមិភាគ1ភូមិភាគ2ទេហ៊ានណាអាចនិយាយថាសឹងតែ 60% ជាពួកស៊ីសកេតបូរីរាមចន្ទបុនយសធនឧបលរាជធានីស្រិនពីព្រោះអ្វីពីព្រោះខេត្តទាំង7ហ្នឹងតាំងពីឧបលរាជធានីរហូតទៅដល់ខេត្តត្រាតចន្ទបុរីខ្មែរនៅតាមបណ្ដោយព្រំដែនអញ្ចឹងកងទ័ពភូមិភាគ1ភូមិភាគ2ហ្នឹងជាង 60% ហើយជាពួកខ្មែរហើយពួកនងបើគិតទៅវាសឹងតែនិយាយថាវាអាច10ចំនួនហើយអាច10ចំនួនរហូតចុះមក5ចំនួនអីហើយវាអត់មានសន្តានអីមកជាប់តាក់ទងនឹងខ្មែរយើងទេជាតិបន្ទុលោហិតវាមានឈាមខ្មែរធម្មតាដូចខ្ញុំមានឈាមថៃឈាមយួនណាឈាមចិនវាធម្មតាពីព្រោះ DNA បើយើងយកទៅឆែកវាតែងតែ mix វាអត់មាន pure breed ទេអញ្ចឹងការដែលយើងធ្វើនេះគឺជាភាពល្ងងខ្លៅរបស់ពួកអាដែងអស់ហ្នឹងទេណាវិន Massachusetts ចៅឯងឆ្លាតជាងពួកអាភ្លើអស់ហ្នឹងពួកអាកាភ្លើអស់ហ្នឹងភ្លើណាស់វានឹកឃើញតែវាបំបែកថៃបានអត់ទេ
សាមគ្គីភាពគេខ្ញុំហ៊ាននិយាយដល់ថ្នាក់ប៉ុណ្ណេះណាបើខ្ញុំរស់នៅប្រទេសថៃតែមួយចំនួនក៏ខ្ញុំមិនបម្រើហ៊ុនសែនដែរពីព្រោះនៅថៃមានសិទ្ធិសេរីភាពមានអនាគតអាណាសុខចិត្តមកបម្រើហ៊ុនសែននោះហើយចុះតសុចគាត់មានមកបម្រើហ៊ុនសែនទេណាគាត់បួសក្រីក្រនៅបរិយារាមអីចឹងគាត់ស៊ីបាយមហូបមិនសូវឆ្ងាញ់ហើយលុយក្នុងថង់យាមមិនច្រើនតាំងពីស្រុកខ្មែរបើកគាត់មកធ្វើអញ្ចឹងទៅគាត់បានលុយពេញដូច្នេះហើយអូមអាមក្តាមដុតផងក៏គាត់មកនៅស្រុកខ្មែរទៅណាកូនអ្នកស្រីអ្នកកាអត់ការងារធ្វើមិនចាំបាច់អីនឹងវាមានប៉ុន្តែឲ្យតែសុចនឹងទៅក្បត់ជាតិថៃវាអត់បានក្បត់ទេតាំងពីតសុចនឹងមកជ្រោកកោនជាមួយហ៊ុនសែនហ៊ុនម៉ាណែតហ្នឹងតសុចមានបាននាំមកមីសអីមកឲ្យហ៊ុនសែនហ៊ុនម៉ាណែតផ្ទុយទៅវិញហ៊ុនសែនហ៊ុនម៉ាណែតថ្វាយអង្គមតសុចទៀតហើយតសុចមកស្រុកខ្មែរនោះអត់មានយកមកមីសអីមកឲ្យខ្មែរទេគឺបានស៊ីសនុកសុខសប្បាយមិនអាចចាត់ទុកថាតសុចហ្នឹងគាត់ក្បត់ជាតិថៃទេយល់ទេមកជីវិតខ្ញុំខ្សែគប់ជាមួយខ្មែរនៅស្រុកថៃណាមានតែរបស់3ទេមើលមុខគ្នាដោយមិនប៉ះពាល់គ្នានឹង1 2ណាធ្វើការជាមួយគ្នាបាន2 3អាសរិនចាប់ធាក់ចាប់តតដោយស្អប់ថាខ្ញុំនេះជាឈាមថោកទៀតនៅមួយកុម្មុយនីសពេលខ្ញុំទៅមើលកុនមើល account អីតម្រួតសិតតែសរិននេះនិយាយមិននិយាយខ្មែរបរិយារាមស៊ីសកេតអីទេសូម្បីតែសន្តិសុខជាតិថៃដែលវាមកណែនាំខ្ញុំឲ្យជួយវានិយាយខ្មែរជាមួយខ្ញុំហ្នឹងវាសរិនក៏ប៉ុន្តែវាអត់ដែលមានមនោសញ្ចេតនាជាមួយខ្ញុំទេវាមិនដែលនិយាយវាមិនដែលមានពាក្យមួយម៉ាត់ដែលនិយាយថាបងឯងខ្មែរអូខ្ញុំក៏ខ្មែរដែរវាមិនដែលនិយាយចឹងទេយើងគ្រាន់តែដឹងថាវាសរិនពីព្រោះវានិយាយតែវាមិនដែលមកតាក់ទងមកយើងហើយបើនៅកន្លែងផឹកស៊ីវាផឹកស៊ីជាមួយគ្នាវាហើយខ្ញុំនៅសាលាតាហ៊ានមួយវាអ្នកដែលផឹកស៊ីជាមួយខ្ញុំមានតែអាកាំងហើយនឹងគ្រូបង្ហាត់ថៃទេចំណែកឯតាហ៊ានដូចគ្នាសរិនវាមិនដែលផឹកស៊ីមួយខ្ញុំទេពីព្រោះវាចាត់ទុកតែខ្ញុំនឹងមនុស្សថោកទាបហើយខ្ញុំអត់មានបានធ្វើអីវាទេគឺថោកទាបតតែខ្ញុំមកពីខ្មែរហើយខ្ញុំអត់មានខឹងវាទេខ្ញុំនិយាយនេះអត់មានខឹងទេខ្ញុំប្រាប់ថាកុំមកភ្លើគិតថាគេមកជាប់ឈាមឯងហើយចុះពួកដែលមកច្រៀងអីមកលេងកន្ទ្រឹមអីណាលុយទេគេរកលុយឧទាហរណ៍ដូចគេមកច្រៀងនៅអាមេរិកណាគេមកពីសរិនគេមិនមែនស្រឡាញ់យើងទេដោយសារយើងនឹងជួយធានាគេបានវីសាគេមកច្រៀងតាមកន្លែងយើងគេបានលុយគេមិនមែនមកដោយសារគេស្រឡាញ់យើងទេតែនិយាយប៉ុណ្ណឹងសិនជាជឿថាគេស្រឡាញ់យើងជឿតែខ្ញុំអត់មានស្អប់ខ្ពើមខ្មែរណាទេអត់សោះខ្ញុំ I love everyone ខ្មែរក៏ដោយបរទេសក៏ដោយ I love everyone I respect everyone I want peace នឹងអញ្ចឹងណាអញ្ចឹងវិនគិតត្រូវហើយអូខេត្រូវហើយដឹក chaos ចោតតែគ្នាឯងណាកិនយីបង account ចិនមួយកំពុងនិយាយពីយើងនឹងផ្ទះលេខ2ហើយចិនកំពុងអរគុណផ្ទះលេខ2ដែលបានទម្លាក់ក្រប
មិនប៉ះពាល់ដល់អាយុជីវិតជនជាតិចិនមិនមែន account មួយទេវីដេអូចិនរាប់រយបានសរសើរថៃថាប្រើប្រាស់ការបាញ់ប្រហារទៅលើអាគារ scam ហ្នឹងគឺឲ្យសញ្ញាជនជាតិចិនដកខ្លួនចាញ់សិនបានវាយពិតមែនណាចិនយីពិតមែនគឺថៃវាឲ្យសញ្ញាមុនបានវាចាប់តម្លាក់ក៏បែកពិតមែនអានឹងពិតអញ្ចឹងមែនណាខ្ញុំឆែតជាមួយពួកចិនរាល់ថ្ងៃដឹងអូខេជន់យិនហើយសមរភូមិផ្សេងថៃវាយគ្រាន់តែពង្រីកផ្ទៃសង្គ្រាមតែសមរភូមិក្តៅកគុកគឺព្រៃច័ន្ទអញ្ចេះទេកូនអញ្ចេះទេឧទាហរណ៍យើងមើលសមរភូមិដែលក្តៅវាមាន3ណាកូនណាសមរភូមិដែលក្តៅមែនតើវាមាន3អានសេះតាក្របីព្រៃច័ន្ទយើងហៅតាមសៀមថាអានមកតាខ្វាយហើយនឹងនងច័ន្ទបូកណាសង្គ្រាមដែលវាក្តៅខ្លាំងមែនតើហ្នឹងគឺអានសេះតាក្របីព្រៃច័ន្ទសង្គ្រាមដែលក្តៅបន្ទាប់ណាគឺខ្នាអូខេសង្គ្រាមដែលពង្រីកគឺសម្រោងវាលវែងអីផ្ទះ3អីហ្នឹងរហូតដល់កោះយ៉អាហ្នឹងគេហៅសង្គ្រាមពង្រីកឥឡូវកូនឯងឆ្ងល់ថាវាមិនបានជានងច័ន្ទឃើញក្តៅនងច័ន្ទវារៀបដីវារៀបអាដីកោឃ្យូងហ្នឹងណាអូ3ជាន់ហ្នឹងទល់មុខគ្នាហ្នឹងវារៀបដីហ្នឹងដីរៀបទេកូនដីរៀបដល់ដីរៀបអញ្ចឹងភូមិថៃវានៅជាប់នឹងព្រំដែនហើយភូមិខ្មែរជោគជ័យព្រៃច័ន្ទអីហ្នឹងជាប់នឹងព្រំដែនដល់វាជាប់ព្រំដែនវាមានដីរៀបហើយវាមានសុទ្ធតែចំការអញ្ចឹងលក្ខ42ដល់លក្ខ47អាពីបង្គោល42ដល់47វានៅក្នុងសន្តានរៀបភាគច្រើនបំផុតហើយខាងកម្ពុជាយើងផ្លូវដូចជាលេខ55ឯផ្លូវហ្នឹងវានៅជិតបកោយហ្មងដល់ជិតបកោយអញ្ចឹងទៅreinforcement ការដឹកនាំសពាវុធចូលទៅវាយគឺខាងកម្ពុជាយើងចូលលឿនណាដល់ចូលលឿនអញ្ចឹងទៅយើងតែងតែមានរាយនៅ BM21 ភ្លើងធំអីនៅតាមបណ្ដោយផ្លូវជាតិផ្លូវ55ហ្នឹងហើយយើងបាញ់ចូលសៀមអញ្ចឹងអាកម្លាំងរបស់កម្ពុជាខាងក្របផ្លោងរកែតនេះគឺខ្លាំងណាស់រោគដីរៀបស្រួលបាញ់ណាស្រួលបាញ់អត់មានសូវមានអីបាំងទេស្រួលបាញ់អញ្ចឹងតបខាងកម្ពុជាហ្នឹងមិនឡើងទៅចិត្តសៀមទេគឺបាញ់ដោយប្រើបំបាក់ដេខ្លាំងដល់អញ្ចឹងសៀមវាឡើងមកចូលយើងជោគជ័យព្រៃច័ន្ទចូលវាយ៉ាប់ដីវារៀបវាឡើងតបមកត្រូវក្របផ្លោងបានជាវាតម្លាក់ក្របបែកវាផ្ដាច់ស្ពេនវាធ្វើនេះធ្វើនោះលាក់ក្របបែកព្រលឹមឡើងវាលាក់ក្របបែកពេលព្រោះវាឡើងមកវាមកមិនរួចទេដីវារៀបស្មើមើលគ្នាវាឃើញទៅវិញទៅមកដីមួយដុំហ្នឹងកាលពី47ឆ្នាំមុនអីដីហ្នឹងក៏អត់មានព្រៃធំដែរអាមុខគោកឃ្យូងហ្នឹងតាំងពីនងម៉ាក់មូននងច័ន្ទនងយ៉ាកែវអនវារហូតទៅដល់នងសមិទ្ធហ្នឹងដីហ្នឹងរៀបទាំងអស់ហើយអត់មានព្រៃធំទេដូច្នេះកាលណាអញ្ចឹងតបហ៊ុនសែនប្រើកាភ្លើងធំហើយនឹងBM21ដាក់ទៅអានោះមកអត់រួចទេដល់អញ្ចឹងយកយន្តហោះមកតម្លាក់អូខេនឹងមួយទៀតនៅច្រកអានសេះ
cho ăn xe về chia tầm núa bàn tay về về đã còn chẳng tới khang hôn sai nên lặng vì pre về ấy tới nó cứ đạn vô ai đó xiêm và lặng máu và đạn vô lời nó cả lại ti phải trông chôn xa nó bị đám vay bạ stop tại nhá nghe vì muốn tầm tập bạ đấy nè lời stop ta mà lời riệp đó đây riệp đó đây đạ này đạ trở tới riệp đó đây con tay ọt miên mà nữ slap tệ ọt miên đây nè bà thay về slap về là bố đời xa cọp lòng hay bà kháng khám ai slap là bố đời xa cọp lòng bánh gặp lương đáy ọt miên tuần cái này đây đạ vô nè hỏi mà sao mấy nhé về tầm lẹ có bay lên Spain môi trong một Spain ấy để ai click tới Spain nắng nơi sấy nóm ấy nè nơi sấy nóm này Spain ô ta ấy Spain ấy để nó khi ông về mình score thế bộ về khi ông trả tranh bị phát tệ yếu á Spain ô chi chứ nè Spain nâng về mình màu tầm lẹ bắt đạch cùng ao miền port page long từ hàng mặt hàng thiệt mình từ chọp hàng sầm rong ấy nè chẳng việc bắt đạch logistics á ban về tầm lẹ Spain ô chi nè nâng tẹt tôn rương thầm mạch cái đào mạch mình cái đảo nữa bà nâng chia tật xuất mà bao nhiêu lôi dân trai mà bao nhiêu lôi dân trai dưỡng rốt từ cái báo đấy mấy đặc non dương bao dương mai này dương bao này dương Chris thank you nè ta chụp của họ thà mai miền dân họ từ cái chưa pin vậy liền nữa nè Mario Zava រឿងបាត់កោតនិងរឿងគេភូតទេអូខេរឿងបាត់កោតនិងរឿងគេភូតទេណាកូនណាឈប់ជឿទៅអូខេរឿងគេកុហកទេណាម៉ារីយ៉ូនហើយកុំសេច្រើនពេកណាទៅសេច្រើនពេកយ៉ាត់ system វាដេញកូនឯងចាញ់ណាកូនឯងទៅសេចាញ់3 4 5បន្ទាត់អញ្ចឹងប្រព័ន្ធគេដេញចាញ់ណាកូនណា DVS ត្រឹមត្រូវហើយគេរស់ស្រួលខ្ញុំរហូតដល់ចាស់នៅសរិនហ្នឹងវាគាត់ប្រាប់កូនចៅគាត់ថាពួកឯងហ្នឹងកុំធ្វើបាបវាណាទោះបីតែវាខ្មែរក៏ដោយវាមិនខ្មែរក៏ដោយកុំធ្វើបាបវាស្រាប់តាចៅវាស្រែកវាថាអញស្អប់ណាស់ឲ្យតែវាខ្មែរបើវាឡាវមិនស្អប់ទេយីឯងតល់គំនិតហ្មងសរិនណាវាធ្វើប៉ូលីសវាពាក់សាក់មួយវាប្រាប់យាយវាថាអូយខ្ញុំស្អប់ណាស់អាខ្មែរហ្នឹងយីហើយវាសរិនណាខ្ញុំស្អប់ណាស់បើវាឡាវហ្នឹងខ្ញុំមិនទាត់វាទេយាយយីស្អប់វាមកពីអាខ្មែរធប់ទេណាអាខ្មែរនេះណាវាហៅឯងអារំដកាប់នេះអាសរិនហើយបើនៅបាងកកវិញខ្ញុំជួបវាបបួលឲ្យធ្វើនេះធ្វើនោះដើម្បីវាបោកយើងទេណាមានអាកញ្ញាញ់មួយគេទៅរៀនភាសាខ្មែរនៅស្រុកខ្មែរអាហ្នឹងឈ្មោះវាអាស្អីទេអាបកាច់នឹងឈ្មោះវាអាកញ្ញាញ់ខ្ញុំហៅវាអាហ្នឹងសក់រួញកញ្ញាញ់គេអ្នកយកអក្សរខ្មែរទៅបង្រៀនណា
អានោះកុំនិយាយអីជាមួយវាបើអត់មានលុយដាក់មុខទេកុំនិយាយជាមួយវាកុំនិយាយជាមួយវាមានចាំទេមានអាកញ្ញាញ់មួយរៀងទឿបន្តិចមុខរៀងមូលណាកុំនិយាយជាមួយវាបើគ្មានលុយទេកុំនិយាយជាមួយវាឲ្យលុយវាណាវាបង្ហាញថាវាមានស្ត្រាមានអីមានសភៅមានអីមានបុរាណអីរបស់ខ្មែរអីនៅខាងសរិនខាងអីប្រៃដែរវាកាន់បង្ហាញទេកុំនិយាយជាមួយវាដាក់លុយឲ្យវាហើយដាក់លុយឲ្យវាហ្នឹងលុយច្រើនណាបើវាត្រូវការ computer វាត្រូវការ scanner ហ្នឹងយើងត្រូវឲ្យលុយវារាប់ពាន់ដល់ម៉ឺនបាតដល់វាឲ្យយើងវិញឲ្យប្រប៉ិនមួយមេហ្នឹងអាកញ្ញាញ់ហ្នឹងអូខ្មែរយើងខំអបអវាទៅពុទ្ធសាសនបណ្ឌិតអីថាវានឹងនាំភាសាខ្មែរទៅបង្រៀននៅស្រុកថៃអីមួយមីវាបោកទេខ្ញុំប្រាប់ឲ្យវាចំលោកអើយលោកខ្មែរយើងកម្ពីតែរឿងគេបោកហ្នឹងតែអញ្ចឹងអត់ទេណាអត់មានអាណាមួយទេអត់មានណាមួយមកស្រួលទេបរិរាមស៊ីសកាត slot ប្រជឹម slot ច័ន្ទបុរី slot ច្រិនអត់បានទេស្អប់យើងមកណាលោកតាព័ត៌មានមួយថាថៃគ្រប់គ្រងអានសេះហើយថៃវាប្រកាសអញ្ចឹងតែអានសេះហ្នឹងវាគ្មានបើសិនជាច្បាំងហើយហ៊ុនសែនមានក្របវាសៀមវាកាន់កាប់អាហ្នឹងមិនបានទេព្រោះអាកន្លែងហ្នឹងបាញ់ទៅបាញ់មកណាបាញ់ទៅបាញ់មកហើយចំណុចទាំងអស់ខ្ញុំខ្ជិលតវ៉ាដូចភ្នំខ្មោចភ្នំត្រប់វាលន្ត្រីណាអានសេះព្រៃច័ន្ទជោគជ័យតាកបីតាមន់ខ្ញុំអត់តវ៉ាទេបានជាខ្ញុំនិយាយថាគ្រប់28ចំណុចហ្នឹងកងទ័ពហ៊ុនសែនគ្រប់គ្រងបានខ្ញុំនិយាយមួយម៉ាត់ប៉ុណ្ណឹងពីព្រោះទៅវែកញែកអីដូចប្រាសាទខ្នាបើយើងមើលភូមិសាស្ត្រគឺខ្មែរកាន់កាប់អត់បានទេប្រាសាទខ្នាតែអាប្រាសាទខ្នាហ្នឹងវាមានអាចអីនៅក្នុងវាដៃភ្នំហើយថ្មបាក់បែកហ្នឹងឯងតែបើសៀមវាទៅកាន់អាប្រាសាទខ្នាហ្នឹងក៏វាឈរមិនបានដែរពីព្រោះក្របផ្លោងទៅវានៅមិនបានទេតែបើខ្មែរឡើងទៅប្រាសាទខ្នាក៏វាបាញ់អត់នៅបានដែរហើយចុះតាកបីណាក្រោយពីវាបាញ់ត្រូវប្រាងតាកបីខ្ញុំដឹងហើយស្រេចថាតាកបីច្បាស់ជាថៃវាលុកយកប៉ុន្តែដល់ថៃវាលុកយកហើយវានៅបានទេវានៅមិនបានទេតបហ៊ុនសែនបាញ់វាហុយដីវិញណាអញ្ចឹងបើយកមកនិយាយលេងខ្ញុំនិយាយប៉ុន្តែបើតវ៉ាខ្ញុំអត់តវ៉ាទេបើនិយាយលេងនិយាយតាកបីឥឡូវហ្នឹងថៃវាថាវាយកតាកបីបានវាចាញ់រូបថតចាញ់វីដេអូខាងហ៊ុនសែនណាថាអត់ទេតាកបីនៅបានឥឡូវវាចាញ់វីដេអូថែមទៀតវាចាញ់វីដេអូមិនវីដេអូមួយ frame 2 frame វាចាញ់វីដេអូច្រើនទៀតវាយកតាកបីបានយកតាកបីបានក៏ឯងបើវាយគ្នាទៀតតបហ៊ុនសែនក៏បាញ់វារត់ចាញ់ពីតាកបីមិនបានរត់ចាញ់តាកបីអាភាសាតាកបីហ្នឹងវាលំអស់ច្រើនហើយអញ្ចឹងខ្ញុំជឿថាតាកបីមិនយូរទេបើវាយគ្នា4-10ថ្ងៃទៀតតាកបីនៅសល់ផេះយើងដូរពាក្យតាកបីទៅតាផេះ